ការយល់ដឹងពីអារម្មណ៍ផ្ទាល់ខ្លួននិងអារម្មណ៍របស់អ្នកដទៃអាចជួយឲ្យយើងមានទំនាក់ទំនងល្អនិងរស់នៅដោយមានសុភមង្គលបានជាទូទៅមនុស្សត្រូវការអារម្មណ៍ជាច្រើនប្រភេទដើម្បីរស់នៅដោយសុខសាន្តនិងមានសុភមង្គលនៅក្នុងជីវិតនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកអារម្មណ៍ចម្បងចំនួន5ធំដែលមនុស្សមានតម្រូវការនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃទី1គឺអារម្មណ៍វិជ្ជមានដែលមានដូចជាអារម្មណ៍មានសុភមង្គលអារម្មណ៍ពេញចិត្តនឹងជីវិតអារម្មណ៍នៃសេចក្តីសង្ឃឹមនិងទំនុកចិត្តអារម្មណ៍នៃសេចក្តីស្នេហានិងការយកចិត្តទុកដាក់ពីដៃគូរួមទាំងមនុស្សជុំវិញខ្លួនទី2គឺអារម្មណ៍នៃការតភ្ជាប់ដូចជាការយល់ដឹងការទទួលស្គាល់ការគោរពនិងឲ្យតម្លៃការជឿទុកចិត្តនិងការគាំទ្រទី3គឺអារម្មណ៍នៃសេរីភាពមនុស្សចង់បានឯកជនភាពម្ចាស់ការក្នុងការសម្រេចចិត្តដោយខ្លួនឯងទី4អារម្មណ៍នៃសុវត្ថិភាពទាំងផ្លូវកាយផ្លូវចិត្តមានស្ថិរភាពហើយអាចទស្សន៍ទាយបានមិនមែនជាអារម្មណ៍ស្រពិតស្រពិលឬការសង្ស័យមនុស្សចូលចិត្តអារម្មណ៍ច្បាស់លាស់និងភាពជាកម្មសិទ្ធិផ្ទាល់ខ្លួនអារម្មណ៍ទី5ដែលជាអារម្មណ៍ចុងក្រោយគឺអារម្មណ៍នៃការលូតលាស់ដូចជាការរៀនសូត្រការវិវត្តថ្មីបទពិសោធន៍ថ្មីនិងការច្នៃប្រឌិតជាដើមសរុបមកវិញអារម្មណ៍ទាំង5នេះគឺជាអារម្មណ៍ដែលមនុស្សមានតម្រូវការជាការពិតមនុស្សអាចមានតម្រូវការផ្នែកអារម្មណ៍ខុសៗគ្នាអាស្រ័យលើបទពិសោធន៍ជីវិតបរិស្ថាននិងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនខ្លះគាត់ផ្ដល់សារៈសំខាន់ខ្លាំងទៅលើអារម្មណ៍ទី1ដើម្បីមានភាពសុខសាន្តនិងសុភមង្គលនៅក្នុងជីវិតហើយអ្នកខ្លះទៀតគាត់ផ្ដោតលើអារម្មណ៍ទី2ទី3ទី4ផ្សេងទៅតាមការយល់ឃើញរបស់គាត់ចឹងទៅយើងគ្រប់គ្នាអាចរើសអ្វីដែលយើងត្រូវការទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួនប៉ុន្តែបើយើងបានយល់ដឹងពីអារម្មណ៍ទាំងអស់នេះវាជួយឲ្យយើងបង្កើតទំនាក់ទំនងជាមួយអ្នកដទៃកាន់តែប្រសើរឡើងវាមិនត្រឹមតែជួយកាត់បន្ថយជម្លោះនោះទេវាថែមទាំងជួយយើងទទួលបានក្តីស្រឡាញ់និងការគោរពកាន់តែច្រើនថែមទៀតផងផ្ទុយទៅវិញបើយើងខ្វះការយល់ដឹងពីអារម្មណ៍ខ្លួនឯងនិងអារម្មណ៍អ្នកដទៃវាធ្វើឲ្យយើងមានបញ្ហាជាច្រើនតាមមកជាមួយហើយវាប៉ះពាល់ទី1ដល់ខ្លួនយើងមុនគេគឺយើងអាចនឹងពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងហើយថែមទាំងបង្កទៅជាផលប៉ះពាល់ដល់អារម្មណ៍របស់អ្នកដទៃថែមទៀតដោយបំពានទៅលើការសម្រេចចិត្តនិងសុភមង្គលរបស់អ្នកដទៃហើយតាំងមកអង្គុយឆ្ងល់ថាហេតុអ្វីគេមិនគោរពមិនស្រឡាញ់មិនឲ្យតម្លៃយើងទាំងដែលយើងខំលះបង់ជាច្រើនដើម្បីគេគឺមកពីយើងមិនយល់ដោយខ្លួនឯងមនុស្សសពថ្ងៃមកមានញឹកនឹងការងារ stress ច្រើនគេតែងតែចង់បានអារម្មណ៍មានសុវត្ថិភាពការយកចិត្តទុកដាក់ការលើកទឹកចិត្តការយល់ចិត្តយល់ថ្លើមមិនមែនការស្ដីបន្ទោសចាប់កំហុសរអ៊ូរទាំនោះទេកន្លែងណាដែលផ្ដល់អារម្មណ៍ល្អដល់គេតែងតែចង់ទៅកន្លែងនោះកុំឆ្ងល់ថាមិនបានកូនយើងមិនចង់នៅក្បែរយើងស្វាមីយើងមិនចូលចិត្តនៅផ្ទះបុគ្គលិកមិត្តរួមការងារមនុស្សជុំវិញខ្លួនមិនចង់នៅក្បែរយើងគឺមកពីយើងតែងតែធ្វើឲ្យគេមានអារម្មណ៍ថាតានតឹងនឹងឯងជាចុងក្រោយសង្ឃឹមថាបងប្អូនដែលបានស្ដាប់ podcast មួយនេះនឹងទទួលបានគំនិតពិចារណាកើតជាប្រយោជន៍នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍សម្រាប់បងប្អូនថ្មីដែលស្ដាប់វីដេអូរបស់ខ្ញុំយូរហើយមិនទាន់បានចុច follow page Facebook និង subscribe channel YouTube ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីដែលជាចំណេះដឹងបន្តទៀត